Bà sự sẽ đây bằng bộ từng ọc nè bà chụp nè xa chỉ thayជាមួយមួយទៀតហើយជាមួយវីដេអូថ្មីបាទនេះគឺជាវីដេអូដំណើរកំសាន្តព្រៃចកាកស៊ូបាទហ្នឹងហើយឃើញស្រាប់ហើយបាទហើយមុននឹងចូលទស្សនាបាទសូមជួយចុច like ជួយ subscriber ម្នាក់មួយផងបាទដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតជូនបងប្អូនទស្សនាទាំងអស់គ្នាបាទចុចម្នាក់មួយសិនទៅចាំទស្សនាតហើយខ្ញុំនឹងរាយរាប់តាមនឹងបាទនេះព្រៃនិយាយទៅព្រៃចកាកស៊ូបាទស្អាតតែគាត់ថាសូមអធិស្ឋានតិចកាមេរ៉ាខ្ញុំថតអត់សូវច្បាស់ទេបាទអត់សូវមានធនធានបាទហើយដើម្បីឲ្យមានកាមេរ៉ាច្បាស់សូមបងប្អូនជួយsubscriber ម្នាក់មួយហើយនឹង like ជួយគ្រប់គ្រងបាទហើយខ្ញុំនឹងនាំបងប្អូនទៅទស្សនាកន្លែងប្លែកស្អាតបាទនេះបាទគឺជាព្រៃកស៊ូបាទហើយបើតាមនៅតំបន់ហ្នឹងគេហៅว่าហែជាក្នុងខេត្តត្បូងឃ្មុំបាទព្រោះខ្ញុំទៅពីកំពង់ចាមđâyឆ្ងាយដែរចូលទឹកដីខេត្តត្បូងឃ្មុំហើយនាំវីដេអូមួយចែកជូនបងប្អូនទស្សនាបាទគឺទេសភាពតាមដងផ្លូវនៃចកាកៅស៊ូហើយទស្សនាដោយរីករាយហើយអត់សូវមានមនុស្សទេបាទអត់មានទេស្ងាត់ឈឹងហើយខ្ញុំនិយាយទៅឆ្លងកាត់ក៏ឆ្លៀតថតឲ្យបងប្អូនមើលទស្សនាបាទហើយពេញចិត្ត like ម្នាក់មួយហើយនឹង subscriber ដូចខ្ញុំនិយាយពីដើមខាងលើវីដេអូចឹងបាទដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តបន្តទៀតបាទជួយម្ដាយមួយជើងម្នាក់បាទហើយកុំច្រឡំម្ដាយមួយជើងមែនតើណាជួយគ្នាជួយចាច់ like និង comment subscriber សំខាន់គឺ subscriber បាទចុចទៅហើយខ្ញុំនឹងនាំបងប្អូនទៅទស្សនាដែលដូចចកាកស៊ូតាមដងផ្លូវអញ្ចឹងបាទនោះអត់មានមនុស្សទេមានតែខ្ញុំម្នាក់ឯងទេបាទហើយកាន់កាមេរ៉ាបដើថតឲ្យបងប្អូនទាំងអស់គ្នាមើលបណ្ដើបាទមើលទៅរៀងស្អាតដែរតែរៀងស្ងាត់បន្តិចហើយតោះបងប្អូនទស្សនាបន្តទៀតបាទជាមួយវីដេអូរបស់ខ្ញុំតែចែកជូនបងប្អូនទស្សនាហើយមិនគិតថ្លៃតែសូមតែបងប្អូនជាវម្នាក់មួយ subscriber ម្នាក់មួយដូចនិយាយទៅដែរចឹងបាទហើយសូមអធិស្ឋានរៀងសំតប៉ែតិចហើយវីដេអូនេះបាទដោយសារសូមជីវមកសូម subscriber ពីបងប្អូនមកនេះឃើញទេបាទរៀងនិយាយច្រើនបន្តិចអត់សូវបោះក្បាយនឹងទេសភាពតាមដងផ្លូវបាទហើយបន្តទៀតធ្វើដំណើរយូរហើយតែអត់មានមនុស្សទេបាទអាយ៉ាមានមួយហើយឡានបាទហ្នឹងហើយបាទមានឡានឆ្លងកាត់មួយហើយមានទឹកបត់លេវហើយបាទហើយបងខ្លាចអីអាចឆ្លងកាត់ផ្លូវនេះបានទេបាទតែខ្ញុំជាបងប្អូនមនុស្សស្រីរៀងពិបាកតិចតែមនុស្សប្រុសអីទេផ្លូវនេះរៀងស្ងាត់ណាស់តូឡានមួយទេហើយខ្ញុំថតមួយថ្ងៃហើយរៀងយូរដែរតែមិនឃើញឡានមួយបាទនេះក៏ស្អាតដែរបាទចូលវគ្គថ្មីកន្លែងចកាថ្មីបាទដល់កន្លែងផ្លូវឆ្ងាយបន្តិចបាទមើលទាំងអស់គ្នាបាទទេសភាពពិតស្ដែងគឺស្អាតតែនឹងគណៈថាសូមអធិស្ឋានរឿងកាមេរ៉ាបាទវាថតមិនសូវច្បាស់ទេហើយបើបងប្អូនជួយខ្ញុំទៅបាទ subscriber ម្នាក់មួយបាន 1k ខ្ញុំនឹងទិញកាមេរ៉ាមួយថតឲ្យច្បាស់ជាងហ្នឹងបាទជួយគ្នាណាបងប្អូនបាទសូមពឹងពាក់មួយបាទតែពឹងឯណាតែអត់ចុចមកដែរ
បាទហើយទស្សនាដល់បាទនេះម៉ូតូមួយដូចខ្ញុំនិយាយខាងលើមកចឹងហើយបងប្អូនទស្សនាទៅបាទនេះអត់មានមនុស្សទេឥឡូវនេះមានម៉ូតូមួយនោះខាងមុខបាទហើយបងប្អូនអាត្មាហ្នឹងបងធ្វើអីបាទជួយ comment ម្នាក់មួយនៅខាងក្រោមវីដេអូហើយទស្សនាដោយរីករាយបាទហើយសូមអធិស្ឋានរៀងតប៉ែតិចហើយបាទដើម្បីនិយាយច្រើនតិចព្រោះប្រៃនេះស្ងាត់បាទសូមនិយាយច្រើនតិចហើយកុំអធិស្ឋានបងប្អូនអធិស្ឋានបាទទៅរៀងឆ្ងាយដែរនេះមួយថ្ងៃក៏ក្តៅដែរបាទនេះចូលមកកន្លែងទៀតហើយបាទអូស្អាតមែនតើហ្មងបាទពិតជាស្អាតមែនតើហើយបងប្អូនទាំងអស់គ្នាបើជីកាត់អីជួយ comment ខាងក្រោមមកបាទហើយខ្ញុំអត់ច្បាស់ដែរតែផែក្នុងទឹកដីខេត្តត្បូងឃ្មុំហើយដូចខ្ញុំនិយាយខាងលើមកចឹងព្រោះមកពីកំពង់ចាមរៀងឆ្ងាយដែរចូលទៅថាស្រុកភូមិខ្ញុំសូវច្បាស់ដែរទេតែខ្ញុំមកការងារមានតរៈអញ្ចឹងក៏ជីកាត់ហើយក៏ថតជាវីដេអូឲ្យបងប្អូនទស្សនាទោះជាការកំសាន្តបាទនេះមានមួយម៉ូតូបាទទស្សនាទាំងអស់គ្នាបាទថ្ងៃក្តៅហើយបងប្អូនចាំបាយនៅអាត្មាហ្នឹងខ្ញុំអាត្មាដែរប្រហែលម៉ោង 2 តបហើយដល់ឈប់ម៉ោងបាយលើទីទៀតបាទនេះអយ៉ាបាទ2នាក់សោះមិននិយាយតែឯងបាទនេះគឺជាគាត់បើកម៉ូតូខ្ញុំថតខ្ញុំនៅលើលំមកសុខជាស្រ័យបាទនេះទេសភាពស្អាតរបស់បងប្អូនស្អាតមែនតើហ្មងបាទខ្ញុំថាស្អាតតែតោះកាមេរ៉ាជុំលើជួយបាទទីកម្មផ្លូវនេះស្អាតមែនតើទាំងមានចកាកស៊ូតាមផ្លូវបាទហើយជីកាត់ចេះតែថតឲ្យបងប្អូនមើលទៅហើយបងប្អូនទស្សនាដោយរីករាយបាទមកពេញចិត្ត like ម្នាក់មួយទៅបាទនេះទេសភាពស្អាតបងប្អូនទស្សនាដោយរីករាយហើយវីដេអូនេះក៏ជាក្បាក់ឈានចិត្តដល់ទីបញ្ចប់ដែរបាទខ្ញុំរៀងក្តៅដែរហើយឈប់ម៉ូតូសម្រាប់បន្តិចហើយមុនចង់បញ្ចប់សូមអរគុណចំពោះបងប្អូនដែលទស្សនាវីដេអូខ្ញុំបាទហើយដូចខ្ញុំនិយាយដែរមកអញ្ចឹងជួយចុច subscriber ម្នាក់មួយបាទ like comment share ម្នាក់មួយដើម្បីឲ្យខ្ញុំបន្តនៅធ្វើវីដេអូនេះបន្តទៀតបាទវីដេអូនេះរឿងសំតប៉ែតិចហើយបាទសូមបងប្អូនច្រើនណាស់បាទនេះខ្ញុំឈប់ហើយបាទសម្រាប់ឲ្យហើយខ្ញុំមានរូបភាពមួយទៀតជារូបភាពថាខ្ញុំធ្លាប់ដើរលេងពីមុនមកខ្ញុំក៏ដាក់ក្នុងហ្នឹងដែរនៅគេហៅស្អីគេនៅគិរីរម្យបាទចាំទស្សនាទាំងអស់គ្នាជាប្លង់រូបថតបាទចាំទស្សនាបាទចិត្តដល់ហើយបងកុំអស់រំលងចាំមើលទាំងអស់គ្នាបាទទេសភាពស្អាតខ្ញុំនាំទៅទស្សនាទាំងអស់គ្នានេះបាទនេះគឺជាទេសភាពនៅគិរីរម្យបាទស្អាតណាស់តែខ្ញុំទៅពីមុនបាទនេះបាទហើយសូមអរគុណវីដេអូខ្ញុំក៏ចប់ត្រឹមហ្នឹងដែរបាទហើយបើមានកំហុសផងណាសូមអធិស្ឋានបៃទោសរកកំហុសខុសឆ្គងបាទវីដេអូនេះចប់ហើយបាយបាយជួបគ្នាវីដេអូក្រោយ